រុនសុស្ដីអស់លោកស្រីថ្ងៃនេះខ្ញុំកំសាន្តនៅឃុំរំជែកស្រុកកំពង់សៀមខេត្តកំពង់ចាមណានេះផ្ទៃទន្លេមេគង្គសាហាមើលបងប្អូនទស្សនាផ្ទាល់បរិមាណជាអ្នកនៅស្រុកហ្នឹងគឺមានអារម្មណ៍ស្រស់ថ្លាហើយខ្យល់ត្រជាក់រភើមកពីខាងទន្លេមកត្រជាក់ស្រុបមកដូចម៉ាស៊ីនត្រជាក់អញ្ចឹងហើយខាងនោះនៅទួលវាលខ្សាច់ស្អាតណាស់បងប្អូនអានេះបែរមកខាងនេះវិញមើលទុកណានេសាទណាគេនេសាទមកបងប្អូនមើលផ្នែកខាងឆ្វេងណៃក៏ស្រស់ថ្លាដែរចូលលំតិចទៀតមកស្រុកមកចំយើងក៏ចតទន្លេជាពលរដ្ឋនំនេះប្រកបរបរស៊ីដាប់បំលែនឹងធ្វើស្រោប្រាំងជាច្រើនឥឡូវនេះឆ្នាំនេះគឺអត់សុខទៀតដាំពេជ្រគក់ដូចខ្ញុំដាក់វីដេអូនៅពីម្សិលមិញចឹងមានពេជ្រគក់ពីអីចឹងទៅឆ្នាំនេះពេជ្រគក់ដូចជាបាន1គីឡូ1400អត់ពេលបានថ្លៃចឹងជួបពលរដ្ឋចឹងពោះច្រើនណាស់សំទោសបងប្អូនមិញខ្ញុំឃើញថាដល់នៅឆ្ងាយមើលឃើញនេះទូកនេសាទទៀតវិតទូកនេះក៏គេដឹកកៅអិចយកតកាយខ្សាច់បូងខ្សាច់ហ្នឹងនៅអិចជិះទូកបងប្អូននៅខាងស្រុកខ្ញុំនោះគេអិចដាក់លើឡានហ្នឹងគេដាក់លើទូកតាមសួរព័ត៌មានមិញទូកនេះមកតាំងពីកុលស្ពានគីសូណាហ្នឹងឆ្ពោះទទួលខ្សាច់ខាងនោះកាយដាក់យើងនៅខាងនោះគេបូមនៅខាងនេះគេកាយដាក់លើទូកដឹកបងប្អូនច្រាំងទន្លេដែលខ្ញុំឈរនេះ50ម៉ែត្រពីទឹកមកលើតែប្រជាពលរដ្ឋនៅខាងនោះទន្លេគឺគាត់បូមទឹកពីនេះយកទៅធ្វើស្រែប្រាំងផងខ្លះបូមទៅដាក់ពេជ្រគក់ហើយចំការមានសណ្ដែកមានស្ពៃមានសក់មានជីនៅនឹងស្របមាត់ទន្លេមានផ្លូវបេតុងមួយខ្សែស្អាតក្នុងស្របមាត់ទន្លេហើយរដូវនេះរដូវប្រាំងអញ្ចឹងបងប្អូនយើងគាត់លើកទូកលើកអីយកដាក់ខាងលើនេះយកកាប់ចោលដល់ពេលរដូវវស្សាបានចេញនេសាទអញ្ចឹងហើយគេដាំដើមពីពងទៅចិត្តមាត់ទន្លេដើម្បីទប់ដីទប់អីអញ្ចឹងណាពេលនេះនៅរដូវវស្សាគាត់កាវអស់ហ្នឹងពីទន្លេដែលវាណែតមកគាត់មករក្សាទុកយកសម្រាប់ប្រើប្រាស់ដុតចម្អិនអាហារនេះអស់នេះដែរតាំងពីស្ទឹងត្រែងកញ្ចេះអីមកណាពីនោះមកណាសួរតាមសាកសួរព័ត៌មានគាត់ចឹងណាឆ្ងាយគាត់នៅជិតមាត់ទន្លេអញ្ចឹងគាត់ធ្វើតងាវអញ្ចឹងទៅកាវហើយមានទូកមានអីទៅចែវទៅទាញយកមកដាក់លើច្រាំងអញ្ចឹងបែរនៅម្ខាងនៃមាត់ទន្លេនោះគឺមានដំណាំមានគេដាំចេកដាំក្រូចដាំខ្នុរអីមើលផ្លែធំធំហ្នឹង
ông ôn này chơi bông làm nó trăng tờ lê rồi bố đây là bắp đâm ăn lọ nó một vài này khang nhom là bài sạch hát số cá thìបងប្អូនអើយបងប្អូនតលឹងតឹងក៏គេដាំដាក់ចោលក្នុងផ្លែខ្ញុំនោះចាក់ទឹកព្រឹកល្ងាចបងអត់ចាំផ្លែច្រើនណានៅខាងនោះគេដាំទីងពងទុបដីមកខាងនេះគេដាំពីពងលាអាស័យដែលធ្វើពងថ្នោតណាដាំធំច្រើនអូយរៀបរាប់ជាខ្យល់ជាក់ហ្មងគួរចង់រត់នៅបងប្អូននៅលីវអាចមកនៅដីនេះអត់អស់លុយដោយស្រ័យសឹងយីសួរកូនកំងគេទៅក្រោយពីរៀបចំអាពាហ៍ពិពាហ៍ហើយយើងមានដីមកទលេគេហើយបងប្អូនអ្នកយល់ស្របចឹងអត់តែពួកខ្ញុំដាក់ថតហួរទលេបាត់ហើយ